ទាំងនេះអាចជាហេតុផលមួយចំនួនដែលថៃមានគំនិតថោកទាបហើយបង្កសង្គ្រាមជាមួយកម្ពុជាមួយម្ដងទៀតមួយថៃចង់ទម្លាក់កំហុសនិងធ្វើឲ្យខ្មែរស្អុយគេឈ្មោះពីព្រោះខ្លួនមិនទាន់បានត្រៀមខ្លួនរួចរាល់ក្នុងការរៀបចំព្រឹត្តិការណ៍ SEA Games ទេអញ្ចឹងថៃធ្វើរឿងនេះដើម្បីទម្លាក់កំហុសមកលើកម្ពុជាថាការដែលខ្លួនរៀបចំ SEA Games មិនបានល្អការដែល SEA Games ដំណើរការទៅយ៉ាងដូចនេះដោយសារមានការឈ្លានពានអំពីកម្ពុជាហើយនៅក្នុងហេតុផលនេះថៃក៏ចង់បង្វែរគំនិតរបស់ខ្មែរយើងដែលកំពុងនិយាយអំពីបញ្ហា SEA Games លក់មុខគេខ្លាំងមែនទែនគេចង់ឲ្យយើងទៅគិតរឿងបញ្ហាព្រំដែនវិញហើយលើសពីនេះទៅទៀតនៅក្នុងពេលដែលប្រទេសជាច្រើនកំពុងមើលមកកាន់ព្រឹត្តិការណ៍ SEA Games គេចង់យកពេលវេលានេះទម្លាក់កំហុសមកលើខ្មែរថាសង្គ្រាមទាំងអស់កើតមកពីខ្មែរគឺជាមនុស្សអាក្រក់ខ្មែរគឺជាជនឈ្លានពានអញ្ចឹងទៅហេតុផលទី2ដោយសារដីមួយចំនួនរបស់ខ្មែរត្រូវបានទាមមកវិញពីព្រោះយើងឃើញមានការវាស់វែងនៅតាមព្រំដែនហើយប្រហែលជាថៃរំពឹងថាខ្លួននឹងទទួលបានផលចំណេញអំពីការវាស់វែងព្រំដែននេះប៉ុន្តែនៅពេលដែលវាស់វែងហើយថៃមិនបានអ្វីដូចជាចិត្តរបស់ខ្លួនចង់ហើយអ្វីដែលខ្លួនធ្លាប់គ្រប់គ្រងអ្វីដែលខ្លួនធ្លាប់គិតថាទាំងអស់នោះជារបស់ខ្លួនបានមកកម្ពុជាដូច្នេះធ្វើឲ្យថៃក្តៅចិត្តទទួលយកការវាស់វែងនេះមិនបានធ្វើឲ្យគេចាប់ផ្ដើមឈ្លានពានហើយយីកម្ពុជាដោយប្រើកម្លាំងបាយបែបនេះចំណុចទី3ថៃចង់ចោទកម្ពុជាថាមិនគោរពកិច្ចព្រមព្រៀងសន្តិភាពនៅម៉ាឡេពីព្រោះដូចយើងដឹងហើយថាកិច្ចព្រមព្រៀងសន្តិភាពបានធ្វើឲ្យខ្មែរឈ្នះនៅក្នុងការទូតគឺខ្មែរឈ្នះខ្លាំងមែនទែនពីព្រោះយើងទទួលបានការគ្រប់គ្រងអំពីម៉ាឡេក៏ដូចជាអាមេរិក Donald Trump អីបានដាក់សម្ពាធទៅកាន់ថៃខ្លាំងមែនទែនហើយការបង្កើតសង្គ្រាមលើកនេះគឺជាឱកាសដែលថៃអាចចោទប្រកាន់និងនិយាយថាកម្ពុជាមិនគោរពកិច្ចព្រមព្រៀងសន្តិភាពទេទាំងអស់នេះថៃរំពឹងថាអាមេរិកនិងប្រទេសមួយចំនួនលេងឈរនៅពីក្រោយខ្មែរហើយថៃអាចធ្វើអីតាមតែអំពើចិត្តរបស់ខ្លួនទោះបីមានរឿងយ៉ាងនេះក្តីយើងឃើញការបង្ហោះមួយរបស់សម្ដេចអគ្គមហាសេនាបតីដូចជោហ៊ុនសែនលោកបានឲ្យកម្ពុជាអត់ធ្មត់ពីព្រោះយើងដឹងហើយថាតាមរយៈការទូតតាមរយៈកិច្ចព្រមព្រៀងសន្តិភាពគឺខ្មែរឈ្នះថៃដាច់រួចទៅហើយដូច្នេះហើយសម្ដេចមើលឃើញអំពីភាពជោគជ័យនេះទើបចង់ឲ្យយើងរក្សាការអត់ធ្មត់ប៉ុន្តែការបង្ហោះបែបនេះបានបង្ហាញថាសម្ដេចស្រឡាញ់ប្រទេសជាតិទេគឺស្រឡាញ់ពីព្រោះនៅក្នុងសំណេរដដែលរបស់សម្ដេចបានបញ្ជាក់ថាកម្ពុជានឹងរក្សានៅកិច្ចព្រមព្រៀងសន្តិភាពរហូតដល់ថៃធ្វើរឿងលើសបន្ទាត់ក្រហមអញ្ចឹងសម្ដេចបានដាក់បន្ទាត់ក្រហមហើយបើសិនបើមានរឿងរ៉ាវដែលលើសអំពីបន្ទាត់ក្រហមនេះខ្ញុំជឿថាកម្ពុជានឹងការពារខ្លួនអំពីការវាយប្រហារដ៏អាក្រក់និងឃោរឃៅរបស់ថៃដូចគ្នាយ៉ាងណាមិញក្នុងនាមជាកូនខ្មែរមួយរូបនៅនេះនៅពេលដែលខ្ញុំក្រោកឡើងខ្ញុំឃើញព័ត៌មាននេះមានការក្តុកក្តួលមែនទែនពីព្រោះកម្ពុជាពិតជាស្រឡាញ់សន្តិភាពហើយខ្ញុំជឿថាកម្ពុជាគ្មានចេតនាក្នុងការបង្កើតសង្គ្រាមនេះទេប៉ុន្តែថៃជាអ្នកចាប់ផ្ដើមមុនដោយសារយើងឃើញក្មេងៗគេទៅសាលានៅព្រឹកថ្ងៃច័ន្ទធម្មតាទៅរៀនប៉ុន្តែស្របពេលនោះមានការវាយប្រហារធ្វើឲ្យពួកគេរត់ប្រសាចពេញសាលាហើយនេះគឺជាអារម្មណ៍ក្តុកក្តួលបំផុតហើយយើងឃើញប្រជាជននៅរកស៊ីប្រកបមុខរបរធម្មតានៅក្នុងភូមិស្រុកប៉ុន្តែត្រូវបានថៃវាយប្រហារទម្លាក់គ្រាប់ពួកគាត់រងរបួសជាច្រើនអ្នកផងដែរអញ្ចឹងតាមរយៈហេតុផលទាំងអស់នេះគ្មានហេតុផលណាមួយដែលកម្ពុជាចង់បង្កើតសង្គ្រាមទេអ្វីគ្រប់យ៉ាងគឺចាប់ផ្ដើមពីថៃមុនអញ្ចឹងតាមរយៈវីដេអូនេះខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងចែករំលែកឲ្យពិភពលោកបានឃើញហើយយើងសង្ឃឹមថាពិភពលោកនឹងឃើញថាតើនរណាត្រឹមត្រូវហើយនរណាជាអ្នកបង្កើតកំហុសពិតប្រាកដហើយអ្វីដែលកម្ពុជាត្រូវការគឺជាសន្តិភាពតែមួយមុខគត់កម្ពុជាស្រឡាញ់សន្តិភាព